បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះមានវីដេអូខ្លីមួយដើម្បីបង្ហាញបងប្អូនដែលជាអតិថិជនរបស់គ្រូបតាเนาะអញ្ចឹងថ្ងៃនេះតើតើនឹង DC 125X អញ្ចឹង DC 125X មានកិច្ចមុខកាត់ដល់3ម៉ែត្រខាងមុខเนาะហើយតើតើនឹងធុងទឹកដែលបានបង្ហាញក្នុងវីដេអូអញ្ចឹងគឺមានធុងទឹកធំប្រភេទទឹកធំហើយស្អំមកវាមានដល់4បន្ទះនោះបាទមានទឹកស្អំប្រេងបូមានអក្សរធំសុទ្ធមានអក្សរខ្យល់ផងដែរមានភាពគ្រាបាទហើយផ្នែកខាងនេះគឺជា ECU របស់ម៉ាស៊ីនបាទ ECU របស់ម៉ាស៊ីនគឺគ្រប់គ្រងផ្នែកទៅដល់ម៉ាស៊ីនតែម្ដងបាទអញ្ចឹងចំពោះម៉ាស៊ីនហ្នឹងគឺដើរដោយគេហៅ command rail របស់វាបាទអញ្ចឹងម៉ាស៊ីនដូរពីថ្មីដល់ហើយបាទផ្នែកខាងនេះគឺទៅដល់ power plate គឺសង្កេតឃើញថាមានខ្សែពានវែងបាទតែពានវែងចំនួន2សរសៃបាទហើយប៉ុងរបស់វាគឺមាន HST គេហៅប្រព័ន្ធបាក់ម៉ទាំងឆ្វេងនិងស្ដាំហ្នឹងដាច់ដោយឡែកពីគ្នាបាទដាច់ដោយឡែកពីគ្នាគឺចែកដាច់តែម្ដងបាទអត់ដូចសេរីមុនទេគឺសេរីមុនមានចែកដាច់ទេបាទគឺព្រី108ចុះក្រោមណាពោះ120គឺមានការផ្លាស់ប្ដូរអញ្ចឹងយើងចូលមើលផ្នែកឡើងវិញនេះគឺទាក់ទងនឹងធុងទឹកបាទផ្នែកធុងទឹករបស់វាចុះឡើងណាអូខេឥឡូវយើងមើលទាក់ទងនឹងកៅដុំអូតូគ្រប់គ្រងប្រព័ន្ធរបស់វាគឺដើរដោយ ECU បាទ power plate ណាហើយនឹង auto control បាទអញ្ចឹង power plate គឺដើរដោយមានការគ្រប់គ្រងដោយ ECU បាទអញ្ចឹងអត់មានខ្សែកាបពីណាបញ្ជាមកដល់ក្រោយទេអត់មានទេគឺដើរដោយគ្រប់គ្រងដោយ ECU ហើយបញ្ជាក់ឡើងវិញគឺម៉ាស៊ីនបាទម៉ាស៊ីនណាគឺម៉ាស៊ីន ECU ហើយនេះគឺជា ECU ចម្បង ECU ទៅដល់តួម៉ាស៊ីនគេហៅ ECU ចម្បងបាទអញ្ចឹងម៉ាស៊ីនហ្នឹងគឺមាន ECU 3សរុបមកណាមាន ECU 3គឺមាន ECU តួម៉ាស៊ីន ECU update និង ECU ម៉ាស៊ីនណាអូខេអញ្ចឹងយើងឡើងទៅមើលខាងលើតើយើងមានអីខ្លះខុសពីស៊េរីមុនណានៅលើតាប់ឡូវាហ្នឹងអញ្ចឹងនៅលើតាប់ឡូគឺមានអីខ្លះផ្នែកខាងស្ដាំគឺដូចគ្នាទេប៉ុន្តែមានអីនៅលើតាប់ឡូបន្ថែមទៀតបាទអញ្ចឹងយើងមកមើលគឺកម្រិតបាទកម្ដៅទឹកបាទកម្រិតកម្ដៅទឹកគឺវាមានបង្ហាញដែរហើយនេះស្រូវពេញបាទហើយមួយទៀតស្វានទី2បាទហើយទៀតមួយទៀតគឺដង្ហាលស្ទះអញ្ចឹងហើយមួយទៀតសញ្ញាទឿនបាទហើយខាងក្រោមមួយទៀតនេះគឺជាករណីមានទឹកចូលទឹកអីហ្នឹងវាបង្ហាញនៅលើកន្លែងពណ៌លឿងនោះផងដែរហើយមានកុងតាក់ពណ៌ខ្មៅបាទដើម្បីចុចមើលអ្វីផ្សេងបាទហើយប្រភេទបត់បែនរបស់វាមាន3ប្រភេទណាមានបាទហើយកន្លែងនេះគឺជាកុងតាក់សម្រាប់បដូរលេខ high low ផងដែរហ្នឹងហើយហើយខាងក្រោយនេះគឺទាក់ទងនឹងកុងតាក់សមត្ថភាពករណីដែលយើងប្រើប្រាស់ហើយជួបហានិភ័យណាមួយអីចឹងយើងអាចចុចទៅប្រលត់ភ្លាមបានបាទចុចទៅគឺចុចទៅមកក្រហមទៅគឺយើងប្រលត់ភ្លាមម៉ាស៊ីននឹងប្រលត់តែម្ដងបើយើងចង់បើកវិញយើងកាច់មក on មកគឺវានឹងអាចដេញម៉ាស៊ីនឆេះវិញតែម្ដងអញ្ចឹងណាអូខេអញ្ចឹងយើងមើលទៅដល់ផ្នែកខាងលើហ្នឹងណាអូខេផ្នែកខាងលើគឺមានមិត្តសញ្ញាហ្នឹងដូចគ្នាប៉ុន្តែបន្ថែមសញ្ញាទឿនហើយនឹងមានម៉ាសុតអញ្ចឹងសូមលម្អិតអំពីការបត់បែនបន្តិចប្រព័ន្ធការបត់បែនគឺកណ្ដាលនេះការបត់បែនដូចធម្មតាហើយខាងមុខគឺតើតើនឹងការបត់លឿនបាទការបត់បែនលឿនបាទហើយកណ្ដាលនេះគឺបត់បែនដូចធម្មតាគឺយើងមិនសិនជ្រុលយើងធម្មតាហ្នឹងហើយខាងក្រោយហ្នឹងគឺតើតើនឹងការបត់បែនយឺតបាទហើយយើងមើលកន្លែងពណ៌នេះគឺតើតើការដូរលេខមានលេខ high low មានតែ2លេខណាមានតែ high និង low ទេភ្លើងគឺ high low គឺអត់ភ្លើងគឺលេខ L ណាមានមានលេខអីហ្នឹងទៀតទេបាក់បោមានតែ2លេខហ្នឹងទេក្នុងការបាក់បោឲ្យបញ្ជាដោយប្រព័ន្ធ ECU អត់មានកុងតាក់អីទៅបញ្ជាទេបាទអត់មានអីខ្សែកាបឯណាទៅបញ្ជាដូរលេខឲ្យក្រោយមានទេណាបាទយើងមើលទៀតតើវាមានទៀតនៅផ្នែកផ្សេងបាទផ្នែកខាងក្រោមបាទផ្នែកក្រោមវាគឺមានរឡូតដល់មានផ្នែកដែលយើងគិតខ្លែងនេះគឺមានរឡូតធំខាងមុខនេះគឺមានផ្លូវវាធំខុសមាន3មុខ3ក្រោយណា3មុខ3ក្រោយនេះរឡូតធំនិងបដូរធំណាបដូរផ្លូវធំហើយខាងក្រៅខាងនេះក៏មានបដូរធំដែរមាន3ក្តារ
từ tụi đấy nó còn lại tăng ở việt mà hay trong mơ để tao nâng ca đồng ở tô mình rô cái hợp đồng chia pre của việt nó nè chẳng lôi thật niên năm rồi pram hay năm rồi đồng váy rồi pay pra đồng thì hay cần lấy nó cứ nằm trong chặt các anh ấy mà cho đâu đây nâng về ở lớp ở đấyคือ chẳng ai phải chia ba để tao nâng cả ngao để tao nâng cả ngao phong hay nâng để tao nâng ca lớp tôi là những trong bọn lớp cứ để tao nâng ca ngao nó và này càng ao kiến cứ sẽ tao nâng ca lớp tô phong trâu tránh nhất này nâng miền trong luật để tao vàng viết một ca dùng chuột chia ấy nâng và thì cả này nó một tí cả chuột ở đó là còn thường người ta dùng trong chuột bồn trâu tránh nhất này chẳng ở video nó miền tại bản nấc 7 bằng 2 bao xong học ba